ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើងនៅលើជួរភ្នំដងរែកឬភ្នំកំផែងតាមសិលាចារឹកជាព្រំដែនធម្មជាតិបែងចែកហ្វូណនវាលដីរាបនិងចេនឡាដីខ្ពស់រាបក្នុងន័យថាប្រាសាទព្រះវិហារជាសម្បត្តិមរតកតែមួយរបស់ខ្មែរហ្វូណននិងខ្មែរចេនឡានេះបើយោងតាមសៀវភៅប្រាសាទព្រះវិហារមោទនភាពជាតិខ្មែរនិពន្ធនិងចងក្រងដោយបណ្ឌិតសភាចារ្យរួតចន្ទ្រាបុត្រប្រាសាទព្រះវិហារជាចំណុចកណ្ដាលទឹកដីចក្រភពខ្មែរឯកតាមផែនទីចក្រភពខ្មែរត្រូវបានសាងសង់លើកំពូលភ្នំដងរែកដែលបុព្វបុរសខ្មែរបានជ្រើសរើសកំពូលភ្នំដែលខ្ពស់ជាងគេកម្ពស់625ម៉ែត្រចាប់ពីនីវ៉ូទឹកសមុទ្របច្ចុប្បន្នជួរភ្នំនេះគឺជាជញ្ជាំងឃាំងទឹកដីកម្ពុជានិងថៃដែលមានប្រវែងជាប្រមាណ300គីឡូម៉ែត្រឯភូមិសាស្ត្រសាងសង់ប្រាសាទជាទីតាំងធម្មជាតិគ្មានពីរមានលក្ខណៈពិសេសអស្ចារ្យដែលអាចមើលឃើញទឹកដីហ្វូណនវាខៀវស្រងាត់និងទឹកដីចេនឡាយ៉ាងច្បាស់ក្នុងសៀវភៅបញ្ជាក់ទៀតថាការជ្រើសរើសភូមិសាស្ត្រដើម្បីសាងសង់ប្រាសាទព្រះវិហារនេះគឺឈរលើទ្រឹស្ដីនយោបាយសាមគ្គីភាពនិងឯកភាពជាតិរវាងហ្វូណននិងចេនឡាប្រាសាទព្រះវិហារមានលក្ខណៈពិសេសច្បាស់លើសពីប្រាសាទផ្សេងទៀតប្រាសាទនេះមានដួងព្រលឹងឆ្លាក់ជាប់នៅក្នុងថ្មនិងបានបង្ហាញយ៉ាងច្បាស់លាស់នៃបណ្ដាំមនោគមវិជ្ជាក្នុងការកសាងគ្រប់គ្រងការពារប្រទេសជាតិខ្មែរនិងក្នុងភូមិភាគអាស៊ីអាគ្នេយ៍ហើយអ្វីៗដែលនៅទីនោះសុទ្ធតែមានខ្លឹមសារមានទិសដៅមានការពន្យល់ណែនាំទូនមានដល់កូនខ្មែរជាមេរៀនបុព្វបុរសខ្មែរបានគិតគូរលីអិតល្អន់ណាស់ទៅលើការសាងសង់ភូមិសាស្ត្រនិងទិសមូលហេតុដែលដូនតាខ្មែរដាក់ចិន្តាទៅទិសខាងកើតមួយនិងខាងជើងក្នុងន័យដើម្បីអ្នកដែលទៅគោរពបូជាព្រះសិវៈឬព្រះសិក្ខារេស្វរៈត្រូវឡើងពីជើងឡើងតាមជើងទៅលើត្បូងទើបបានជួបនឹងព្រះអាទិទេពគួររំលឹកថាប្រាសាទព្រះវិហារជាមរតកដ៏វិសេសវិសាលបុព្វបុរសខ្មែរបន្សល់ទុកនិងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុងកេបិចប្រទេសកាណាដាកាលនោះទោះបីជាបានចុះបញ្ជីបេតិកភណ្ឌពិភពលោកហើយក៏ដោយតែថៃនៅតែប៉ុនប៉ងនិងឈ្លានពានជាច្រើនលើកជាច្រើនសារក្នុងមហិច្ឆតាចង់បានប្រាសាទខ្វាយទៅកាន់កាប់ក្នុងនាមយើងខ្ញុំជាកូនចៅជំនាន់ក្រោយសូមគោរពដឹងគុណយ៉ាងធំធេងចំពោះបុព្វបុរសខ្មែរតែបានបន្សល់ទុកប្រាសាទដ៏មហាអស្ចារ្យមួយនេះនិងប្រាសាទជាច្រើនទៀតដែលមានតម្លៃមិនអាចកាត់ថ្លៃបានហើយក៏សូមថ្កោលទោសយ៉ាងដិតអហង្ការចំពោះចៅសៀមហ៊ានពានមកលើទឹកដីខ្មែរនិងបានបំផ្លាញប្រាសាទខ្មែរឲ្យមានការខូចខាតយ៉ាងដំណាំយើងជាកូនខ្មែរមិនអាចភ្លឹកនិងមិនអាចលើកលែងឲ្យចៅឈ្លានពាននេះបានទេ